đây là thọ khné và còn mà cà videoថ្មីចាំនៅក្នុងវីដេអូនេះណាខ្ញុំនឹងនាំលោកអ្នកគ្នាទៅមើលពីដំណើរកម្សាន្តរបស់ខ្ញុំនៅកបតកាលពីប្រហែលខែមុនថ្ងៃចេញដំណើរហ្នឹងគឺត្រូវភ្ញាក់តាំងពីព្រលឹមម៉ោង5ជាងដើម្បីយកចំខ្លួនអញ្ចឹងហើយមេខាប់ទីទួយខាងទៅពីកាត់ ready ហើយខ្ញុំត្រូវចេញដំណើរពីផ្ទះរបស់ខ្ញុំហ្នឹងទៅចាំនៅប្រៅ airport ដើម្បីឡើងឡានទៅទាំងអស់គ្នាអញ្ចឹងហើយចឹងពេលនៅតាមផ្លូវនោះពួកយើងក៏បានចុះញ៉ាំកាទៀវនៅកន្លែងហាងមួយហើយនេះគឺជាទស្សនវិជ្ជានៅតាមផ្លូវពេលនោះក៏បានតាមតិចដែរចឹងញ៉ាំគ្នាពេលនោះជិះចេញពីកន្លែងញ៉ាំកាទៀវនឹងបានតិចក៏មកដល់ម្លិចចឹងនៅម្លិចហ្នឹងគឺទស្សនវិជ្ជាស្អាតមែនតើលើបៃតងត្រជាក់ផ្នែកមកហើយសំណាក់ដែរថ្ងៃតែពួកខ្ញុំទៅហ្នឹងគឺអាកាសធាតុវាអត់សូវក្តៅខ្លាំងទេចឹងខ្ញុំបានដើរលេងនឹងពេញហ្នឹងហើយចឹងអា food tech នេះគឺកំពុងតែដើរលេងជាមួយមិត្តភ័ក្តិនៅជុំវិញកន្លែងរមណីយដ្ឋានម្លិចរបស់គេហ្នឹងដើរមើលអាកន្លែងកញ្ចក់គេទូៗហ្នឹងហើយទៅមើលទឹកដើរទៅដល់ឡើងចុងកន្លែងអាពងដែលគេដើរបាននៅលើទឹកហ្នឹងហ្មងហើយវាឡើងនេះដូចជាថតចេញពីកន្លែងពេលដែលទៅឈរលើកន្លែងពងដែលគេដើរលើទឹកហ្នឹងបានហើយនេះគឺកន្លែងគេជីដូចឡានជុំវិញកន្លែងនៅលើទឹកហ្នឹងចឹងហើយវាតំណម្យ៉ាងណាតែខ្ញុំបានជារស័ព្ទពេលខ្លាចពេកពេលហ្នឹងមិនធម្មតាដើរលេងប៉ុន្តែដើរថតរូបដែរចឹងបានរូបថតជូតពី3សន្លឹកមកទុកមើលតែចឹងណាអ្នកគ្នាហើយនេះថត food tech của nàyលេងមកជុំហ្នឹងហើយសំខាន់ខ្ញុំឃើញអាទៀនវាជូតប៉ុន្តែចាំជិះទៅទីមួយមកតិចហើយខ្វះខ្វះហ្នឹងហើយទៅលេងមើលទន្សាយដែរទន្សាយក៏ជូតដែរចឹងមានអត់ឃើញមាត់ក្នុងទន្សាយចឹងពេលហ្នឹងញ៉ាំបាយថ្ងៃនៅម្លិចហើយក៏នាំគ្នាចេញមកកបតវិញមកហើយនិយាយទៅពេលមកកបតហ្នឹងគឺបានចូលលេងនៅក្នុងកបតដែលយើង direct មកឡើង resort តែពួកយើងគេមកចឹងរីសតដែលពួកយើងនៅហ្នឹងគឺត្រូវឆ្លងទឹកសិនមិនមែនគេមានទូកដែលគេមកឆ្លងយើងចឹងហើយពួកយើងមកដល់ហ្នឹងគឺទេសភាព resort ហ្នឹងវាស្អាតមែនតើពួកយើងនៅស្នាក់នៅពីផ្សារ resort ហ្នឹងគ្នាហើយនៅហ្នឹងដូចជាកូនកោះមួយនៅលើផែកហើយវាទេសភាព private ហើយមានធម្មជាតិនៅជុំវិញហ្នឹងនិយាយទៅគឺលោហ្មងចឹងនេះគឺជាទស្សនវិជ្ជារួមទូតិចពីកន្លែងដែលខ្ញុំស្នាក់នៅហ្នឹងចឹងខ្ញុំទៅបន្ទប់តែមានខែមួយហើយមានវេលា10 ជាងទៅក្រៅសម្រាប់មើលដងពេលកបតដែរចឹងពេលហ្នឹងគាត់ទៅដល់ភ្លាមក៏មិនខាត់ពេលយូរនៅខ្ញុំបដូរអាទិត្យទួយទៅជីខាយ៉ាហើយជីខាយ៉ាលើកទី1របស់ខ្ញុំមកនេះខ្ញុំមិនសូវចាស់ចៅមកនេះប៉ុន្តែមានបងតែគាត់ជីជាមួយខ្ញុំគាត់ចាស់ចឹងគាត់ជួយប្រាប់ថាចៅមកចាស់ហើយពេលដែលចាស់ទៅគឺមានអារម្មណ៍ថាសប្បាយខ្លាំងហើយពេលហ្នឹងគឺមនុស្សគាត់ចាស់តែពេលយកប៉ុន្តែអត់សូវភ័យដោយសារតែគាត់ថាមានអ្នកចាស់គេទៅចិត្តហ្នឹងចឹងវាអារម្មណ៍មួយតែសូវភ័យហើយបន្ទាប់ពីជីខាយ៉ាហើយក៏បានមកជីកង់ដែរចឹងពេលខ្ញុំជីកង់លេងអស់ចិត្តហើយក៏មកខ្លួនបងគាត់លេងកីឡាផ្សេងៗមានតែលេងបាត់តែមានអ្នកលេងបាយសាយផ្សេងៗហើយបានទៅលេងសាច់គួយជីតោស្មានដែរចឹងចឹងនៅគេមិនអាចទៅចឹងមិនមានថាចាំទៅចូលទៅហើយចូលមកចេះថានៅគេចិត្តតាមមកពីបណ្ដោយបណ្ដោយមកចឹងញ៉ាំទៅលេងពេលហ្នឹងបានថតតែភ្លេចហើយមកឆាំពេលទឹកញ៉ាំមានថតទាំងអស់តែ food tech ដែរនេះមិនដែរទៅញ៉ាំអាហារពេលល្ងាចណាពេលហ្នឹងគឺញ៉ាំអាហារបន្ទាប់ពីអាហារពេលល្ងាចហើយទៅយករបស់ញ៉ាំក្នុងបន្ទប់ហើយបានដកក្មេងដកឲ្យចូលគេអញ្ចឹងហើយនេះគឺជារូបភាពពី resort ហ្នឹងពីយប់ថតបានអញ្ចឹងគឺវាស្អាតខ្លាំងមែនតើខ្ញុំស្វែងហូបនឹងខ្លាំងនេះចូលមកដល់ថ្ងៃថ្មីពីគេមកទៅឆោតនៅពេលក្នុងដែរមកទៅភាពដកប្រែខែជាមួយថ្ងៃរៀបតមកទៅញ៉ាំអាហារពេលព្រឹកគេជុំ buffet ចឹងខ្ញុំក៏បានដែរហើយមកពេលល្ងាចឈានគាត់មកខ្ញុំគិតអូខេបន្ទាប់ពីហ្នឹងគេទៅមានប្រជុំតែមកប្រជុំខ្ញុំទៅជីកង់លេងមើលទៅម្ខាងទៀតនៃ resort នៅសាឡុងខ្ញុំគេងនៅម្ខាងទៅតាមដល់ចឹងបានជីកង់លេងមើលទៅភាពហ្នឹងតែភាពនៅខាងហ្នឹងក៏ស្អាតបែបដែរវាអត់ឃើញដងផែកធំហ្មងប៉ុន្តែវាឃើញអត់ដៃផែកទូតែមានទឹកខូនហ្នឹងក៏វាស្អាតមួយបែបចឹងចឹងពេលនោះទៅប្រជុំហើយគេបានទៅញ៉ាំបាយនៅចិត្តសមុទ្រហើយពេលនោះគឺព្រឹកថតទៅញ៉ាំបាយនេះទៀតដោយសារតែហូបច្រើនពេកញ៉ាំអាហារហើយបន្តទៀតបានទៅឈរលេងនៅលើខ្សាច់នឹងតិចដែរមុនពេលមក resort ពេញចឹងដើម្បី activity ទៀតពេលនោះមកដល់ resort បានសម្រាប់តិចបន្តមកគេមាន team bonding activity ចឹងយើងទៅលេងបានតិចប៉ុន្តែមិនភ្លៀងហើយក៏នាំគ្នាចែកជើងគ្នារត់ទៅបន្ទប់រៀងខ្លួនពេលហ្នឹងខ្ញុំមកបន្ទប់វិញមកអានសភៅញ៉ាំគ្នាសម័យមើលមិនភ្លៀងបណ្ដាហើយយើងអានសភៅរឿងដែលយើងកំពុងតែជួបចិត្តហើយជីវិតពេលហ្នឹងខ្លាំងមែនតើហ្មងព្រោះវាឈៀលហើយបន្តមកនេះទៅភាពក្រោយមិនភ្លៀងហើយនឹងភ្លឺស្លាស្អាតវិញហ្មងនេះខាងពេលយកទៅ party របស់គេហ្មងចឹងពេលហ្នឹងគឺមានរបស់ញ៉ាំឆ្ងាញ់ៗមែនតើមានទាំងសមុទ្រអាំងហើយមានផ្អែមមានអីចឹងហើយសំខាន់គេមាន show ដើរមួយទៀតបងដើរឡើងលយហ្មងហើយបន្ទាប់ពីហ្នឹងខ្ញុំទៅអង្គុយជឿនៅអាហារទឹកត្រាំជើងលេមើលផ្កាយមើលមេឃអញ្ចឹងហើយទេសភាពមុនពេលមកវិញភាពចេញដំណើរមកខ្ញុំបានទៅមកខាងទីចុងទៅកន្លែងមានខ្សាច់មានអីទៅឈមមើលទេសភាពថតរូបអានេះគឺរូបភាពដែលខ្ញុំស្លាញ់ជាងគេមក trip ហ្នឹងហ្មងតើមកពួកយើងក៏ចេញដំណើរមកវិញប៉ុន្តែបានពេញរែកមកពួកយើងចូលទៅកែដើម្បីញ៉ាំពេលថ្ងៃសិនហើយបានចេញដំណើរមកវិញហើយមកពេលកែពេលហ្នឹងសុខឆ្ងាញ់បានមកពេលឆ្ងាញ់គាត់មកជាងគេចឹងតែឲ្យគាត់ថាមកវិញគេបានថតតែទាំងអស់គួរទៅពលតាenjoy ផងដេកកងហើយដល់ទៅមានដែរចឹង